ទេវតានាំមាត់គាត់ឲ្យប្រាប់ទៅជួរមុខថាបើឯងខ្សែព្រះជន្មាអញក៏វែងលុយលើក្បាលឯងតិចបន្តួចបំភ្លេចឯងចោលគ្រួសារឯងរងទុក្ខវេទនាហើយអរគុណអញទៀតនេះគឺជាសារមួយច្បាស់ដែលទេវតានាំមាត់គាត់និយាយទេវតានាំមាត់គាត់និយាយបើខ្មែរណានៅមានអបនិស្ស័យគុណមេត្តាបិតាជួយទ្រទ្រង់ភ្ញាក់ខ្លួនតែបើខ្មែរណាត្រូវហុំព័ទ្ធដោយអំពើបាបមានមោហៈការបង្វេងនិងបណ្ដោយជីវិតឲ្យគាត់ចាយហើយអរសាណាស់ដែលស្រឡាញ់ប្រទេសរបស់អ្នកប៉ុន្តែលះបង់ខុសរបៀបខ្ញុំជឿថាគ្មានប្រយោជន៍បងគិតថាអញ្ចឹងប៉ុន្តែមានបងប្អូនកូនចៅខ្មែរយើងខ្លះគ្នាគិតមិនចាញ់ណាបងកំពុងចាំគ្នាគ្មានកំហុសទេ they are innocent គេមានយុទ្ធសាស្ត្រអ្វីសម្រាប់ពង្វក់ក្មេងមកថ្មីបន្ទាប់ពីសរងមួយឈុតទឹកស្អ៊ីមកយួររបស់មួយ complex គេកំពុងតែពង្វក់យុវជនយើងគឺគ្រឿងស្រវឹងមានស្រាមានវិញ្ញានិងថ្នាំញៀនហើយនឹងទឹកធម្មពលអ្នកបួសនៅក្នុងប្រទេសកម្ពុជាលើកលែងតែនៅស្រុកក្រីក្រខ្លាំងអ្នកបួសតែកោសក់ក្បាលហើយស្លៀកស្បង់គឺកំពុងតែសែបគ្រឿងស្រវឹងតាមរយៈទឹកធម្មពលបេះដូងអ្នកដឹកនាំចេញមកអញ្ចឹងគាត់ប្រាប់ហើយថាអញចាយឯងទេអូនលោកហ៊ុនសែនដូចជាលឺសូននិយាយថាមិនដោះដូរទឹកដីដើម្បីសន្តិភាពពិតហើយមិនដោះដូរទឹកដីដើម្បីសន្តិភាពទេពិតហើយពីព្រោះលោកហ៊ុនសែនគាត់ប្រាប់ខ្មែរថាអរគុណគាត់បង្កើតសន្តិភាពតែរឿងមួយដែលដោះដូរទឹកដីត្រូវតែដោះដូរការពិតគឺដោះដូរឲ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រីក៏ខ្ញុំដោះដូរដែរបញ្ហាទឹកដីវាដោះដូរហើយមិនក៏ចេមសុកហ៊ាននិយាយថាទោះមេដឹកនាំនិយាយថាមិនកាត់ដីដើម្បីសន្តិភាពអានេះពិតហើយគេមិនដែលកាត់ដីដើម្បីសន្តិភាពទេហើយគេឲ្យអរគុណសន្តិភាពពីព្រោះសន្តិភាពគឺគេឲ្យគេនឹងគេណាគឺលោកហ៊ុនសែនពិតហើយប៉ុន្តែរឿងដោះដូរទឹកដីក្នុងព្រំដែនដើម្បីបង្កើតបានព្រំដែនគឺដោះដូរហើយវាមិនមែននឹងកើតទេវាកើតរួចទៅហើយតាំងពីឆ្នាំ83មកគឺព្រំដែនវៀតណាមកម្ពុជានេះគ្មានពាក្យថាអត់ដោះដូរទេប៉ុន្តែពាក្យថាកាត់ដីដើម្បីសន្តិភាពអត់មានទេដូរគ្នានេះមានអំពើបាបកើតឡើងដោយសារតែមានអំពើបាបកើតឡើងទេវតាលោកចេះតែចាញ់ផលមកដល់ទេវតាលោកចាញ់ផលមកទើបខ្មែរដឹងរឿងទឹកដីតាមកាពិតក៏ជាសំណាងមួយដែរដែលខ្មែរបានដឹងរឿងទឹកដីទោះដឹងមិនអស់ក៏ដោយរឿងទឹកដីគេដាក់ឆ្នាំសណ្ដំយូរហើយតែអំពើបាបដែលគេធ្វើវាចាញ់ផលមកដល់អំពើបាបដែលគេធ្វើនឹងចាញ់ផលមកទើបខ្មែរបានដឹងរឿងទឹកដីអ្វីដែលសម្ដេចហ៊ុនសែនលោកកាន់ក្បាលមីក្រូហ្វូននិយាយពឹកមិញណាបន្តិចទៀតចាញ់ផលហើយផលហ្នឹងវាទៅតាមសម្ដីរបស់គាត់នៅពេលដែលគាត់កាន់ក្បាលមីក្រូហ្វូននិយាយអានឹងកម្មហើយផលចាញ់ហើយពីព្រោះថៃវាស្ដាប់សៀមនឹងវាស្ដាប់គ្រប់ម៉ាត់ការគម្រាមកំហែងធ្វើឲ្យខ្មែរភ្ញាក់ខ្លួនហើយខ្មែរគិតថាគាត់ខ្មែរដែលគេអត់និយាយណាដែលគេអត់និយាយគិតថាលោកហ៊ុនសែនកំពុងតែវិលវល់នៅក្នុងអំណាចមួយដែលមិនចេះចាប់មិនចេះហើយមានន័យថាខ្មែរដែលគេចេះគិតពីអនាគតគេអត់សង្ឃឹមទៅលើការដឹកនាំរបស់គាត់ទេគេសង្ឃឹមថាគាត់ចាស់ចិត្តចាស់កំណត់គាត់ឲ្យកូនគាត់តអំណាចឲ្យគាត់កសាងប្រទេសមួយសម្ដីព្រឹកមិញខ្មែរគេអត់និយាយទេខ្មែរមួយចំនួនអត់និយាយប៉ុន្តែគេអត់សង្ឃឹមហើយគេយល់ថាគាត់មិនកែមិនឡើងទេអញ្ចឹងបើគាត់កែមិនឡើងបាបកម្មអីដែលធ្លាក់មកលើគាត់គេអង្គុយចាំមើលគេមិនជួយគាត់ទេ